ការគ្រាមួយមានទឹកចំនួនដ៏ធំលិចពេញព្រាបយ៉ាងទន្លេវើយសេដ្ឋីម្នាក់បានលង់ទឹកស្លាប់ពេលកំពុងឆ្លងទន្លេហើយមានបុរសម្នាក់បានស្រង់យកខ្មោចសេដ្ឋីនោះទៅទុកក្នុងផ្ទះរបស់ខ្លួនក្រុមគ្រួសាររបស់សេដ្ឋីនោះបានទទួលដំណឹងក៏ឲ្យមនុស្សទៅសុំលួសយកខ្មោចតែបុរសនោះទាមទារថ្លៃរំលោះជាមាសយ៉ាងច្រើនគ្រួសាររបស់សពក៏នាំគ្នាទៅពឹងអ្នកច្បាប់ម្នាក់ឈ្មោះតឹងស៊ីហើយរៀបរាប់រឿងរ៉ាវឲ្យគេស្ដាប់តឹងស៊ីឆ្លើយវិញថាកុំទៅភ័យអីវាមិនអាចយកសពទៅនោះទៅលក់ឲ្យអ្នកផ្សេងបានទេអស់រយៈពេលប្រហែលថ្ងៃក្រោយមកសពដែលគេយកទៅទុកនោះបញ្ចេញក្លិនស្អុយរហុំពេញផ្ទះបុរសអ្នកទុកសពកាន់តែព្រួយបារម្ភក្នុងចិត្តគេក៏បានទៅវាសាជាមួយតឹងស៊ីឲ្យយោបល់ថាឯងទុកចិត្តចុះគ្រួសាររបស់គេមកជាមកលួចសពទៅវិញជាមិនខានតឹងស៊ីជាអ្នកច្បាប់និងជាតំណាងគូវិវាទក្នុងដំណាក់កាលដំបូងនៃសម័យឈុនឈីវគេជាអ្នកផ្ដល់មតិយោបល់អំពីការគ្រប់គ្រងប្រទេសដោយច្បាប់តែរូបគេផ្ទាល់បែរជាត្រូវអគ្គមហាសេនាកាត់ទោសប្រហារជីវិតដោយសារតែអំពាវនាវប្រព័ន្ធយុត្តិធម៌យើងអាចសង្ស័យថាហេតុអ្វីក៏អ្នកបង្កើតច្បាប់ត្រូវទូទោសតាមពិតច្បាប់គឺជាគោលការណ៍សម្របកំណត់ខុសនិងត្រូវប៉ុន្តែតឹងស៊ីយកខុសជាត្រូវហើយយកត្រូវជាខុសឬបែបនេះក៏បានបែបនោះក៏បាន